រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងមកដល់ប្រាសាទបន្ទាយឆ្មាដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបាទហើយយើងជិះឡានពីនោះមកយើងចូលមកទុកឡានទៅនេះហើយយើងធ្វើដំណើរឡើងមកតាមនេះបាទហើយមកមុននឹងឡើងមកដល់គឺយើងឃើញមានរូបចម្លាក់នាគចម្លាក់តោរាជសីហៈហើយមានឆ្មាំបាទឆ្មាំនេះអត់មានប្រកេះទេអាចនឹងមានមកគូប៉ុន្តែបាត់អស់មួយបាទបន្ទាប់មកយើងឡើងចតាជើងមកនេះឃើញថាខាងនេះក៏ជាប្រាសាទខាងនេះក៏ជាប្រាសាទប៉ុន្តែមានសភាពបែកបាក់រលំដួលបាទអញ្ចឹងយើងមើលទៅតាមជាក់ស្ដែងគឺជើងសសរតម្រៀបជួរគ្នាអញ្ចឹងមានន័យថាកាលពីមុនគឺវាមានដបូលមានអីក្បោសក្បាច់ស្អាតជាប្រាសាទខ្មែរបុរាណដែលធំស្កឹមស្កៃខ្លាំងបាទយើងមើលទៅឃើញថាច្រកចូលកន្លងនេះស្តៀងទៅនឹងប្រាសាទអង្គរវត្តដែរដែលយើងចូលដំបូងមកគឺមានដំបូលព័ទ្ធជុំវិញមានកសិនព័ទ្ធជុំវិញបាទអញ្ចឹងនេះគឺជាការបន្តគ្នាទេបាទហើយយើងដើរចូលមកមុខទៀតបាទនេះឃើញមានដើមឈើធំស្កឹមស្កៃហើយចូលមកភ្លាមមានអារម្មណ៍ថាស្ងប់ស្ងាត់ទេសភាពបែបបុរាណដែលធ្វើឲ្យអារម្មណ៍យើងមួយមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងសម័យកាលមួយដែលជាសម័យកាលបែបបុរាណមានភាពស្ងប់ស្ងាត់តែពោពេញទៅដោយអំណាចបាទអញ្ចឹងពេលដែលយើងដើរមកកុំភ្លេចអោនផងបាទរិសាខ្លោងទ្វារទៀបបាទខ្លោងទ្វារទៀបអញ្ចឹងវាអាចនឹងប៉ះបាទវាអាចនឹងប៉ះក្បាលយើងដែរបាទអញ្ចឹងយើងត្រូវប្រយ័ត្នមែនទែនហើយនៅតាមខ្លោងទ្វារមួយគឺមានរូបចម្លាក់អប្សរាព្រៃរំបាទមានរូបព្រះហិជាដើមនោះប៉ុន្តែវារលប់ច្រើនបាទហើយនេះយើងមើលរូបនៅកណ្ដាលនេះប្រហែលជាព្រះព្រំហើយបាទមានមុខ4បាទប៉ុន្តែជាក់ស្ដែងយើងមើលច្បាស់ថាជារូបអីពិតប្រាកដទេគ្រាន់តែថាយើងអាចឃើញខាងនេះដូចជាឥសីដេញពិនមិនដឹងហើយខាងនោះវាបែកប្រកេះហើយខាងនេះដូចជាមានរូបសត្វដឹងជាសត្វស្អីទេវាកវែងណាដូចសត្វក្រៀលមិនដឹងហើយមានមនុស្សហើយក្បាលសត្វបាញ់ព្រួយហើយមាននាគបាទអត់សូវដឹងថារូបហ្នឹងជារូបអ្វីឲ្យពិតប្រាកដទេបាទគ្រាន់តែថាជាក់ស្ដែងយើងឃើញចឹងបាទហើយយើងមានគោលដៅទេសចរគោលដៅដំណើរមើលគឺត្រូវបាត់ស្ដាំហើយនៅក្រោមជើងយើងហ្នឹងគឺថ្មបែកបាក់ដួលរលំច្រើនហើយយើងត្រូវដើរលើចដានេះហើយខាងនេះគឺមានអប្សរាបាទអប្សរាថ្មីត្បិតតែរឿងរលប់បន្តិចមែនប៉ុន្តែស្នាមញញឹមនៅតែមានរូបសម្រស់នៅតែស្អាតបាទយើងឃើញថាស្អាតបាទបន្តមកទៀតយើងមកមុខយើងទស្សនាប្រាង្គនឹងទៅហើយងាកមកខាងឆ្វេងតាមផ្លូវដែលគេដាក់ឲ្យដើរហ្នឹងគឺជាគោលដៅដែលយើងត្រូវទស្សនាហើយយើងមើលទៅរូបមួយបាទនោះនៅឆ្ងាយបាទរូបដូចជាសីហៈឈរត្រូប្រាសាទបាទអញ្ចឹងបើសិនបើប្រាសាទនេះអត់បាក់បែកវិញគឺមិនដឹងថាស្អាតប៉ុណ្ណាដោយសារតែរូបចម្លាក់មួយសុទ្ធតែរូបចម្លាក់បែបផុសរូបចម្លាក់ធំដុតជ្រៅមែនតើបាទការដាប់ឆ្លាក់របស់បុព្វបុរសខ្មែរយើងហ្នឹងគឺដាប់បែបស៊ីជម្រៅខ្លាំងជ្រៅខ្លាំងយើងមើលទៅឃើញរូបផុសលៀនចេញមកខ្លាំងមែនតែនហ្មងបាទហើយយើងមើលមានដើមឈើធំមួយបាទដើមឈើនេះធំណាស់បាទគ្របដណ្ដប់ទៅលើប្រាសាទបាំងជាម្លប់ហើយឫសរបស់វាក៏ធំដែរបាទហើយប្រឡោះកណ្ដាលទៀតណាឫសវាពិសេសណានេះមានប្រឡោះនៅកណ្ដាលអញ្ចឹងយើងបន្តមកទៀតបាទបត់ស្ដាំដៃមកបាទបន្តដំណើរទៅទៀតអញ្ចឹងនេះប្រាសាទបន្ទាយឆ្មាដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបាទហើយជាក់ស្ដែងយើងមើលទៅឃើញថាសភាពគឺទ្រុឌទ្រោមបាក់បែកខ្ទេចខ្លាំងមែនតែនបាទនេះដោយសារបញ្ហាអាកាសធាតុបាទពីមួយឆ្នាំទៅមួយឆ្នាំពីមួយរដូវទៅមួយរដូវច្រើនរយឆ្នាំទៅក៏ធ្វើឲ្យបាក់បែកស្រត់ដុនដាបចឹងទៅហើយមួយទៀតគឺអាចមកពីកត្តាសង្គ្រាមពីសម័យកាលមួយទៅសម័យកាលមួយធ្វើឲ្យមានការបំផ្លិចបំផ្លាញទៅលើប្រាសាទធ្វើឲ្យប្រាសាទរងទទួលនៅការបែកបាក់ស្រត់ទ្រុឌទ្រោមហើយបច្ចុប្បន្នហ្នឹងគឺយើងអត់ទាន់មានវិធីសាស្ត្រអីដែលអាច
ជួសជុលថ្មទាំងអស់នឹងលើកបន្ទប់ថ្មទាំងអស់នឹងឡើងមកវិញឲ្យស្អាតដូចដើមបាននេះដោយសារតែវាលៀនចេញមកហើយបងបាត់ឥឡូវមើលមើលដូចអីគេជិលថាហ្នឹងហើយដូចបាទអញ្ចឹងនេះស្អាតខ្លាំងហើយខាងក្នុងវាអូបាទប្រាសាទបន្ទាយឆ្មាពិតជាប្រាសាទមួយដែលធំស្កឹមស្កៃខ្លាំងមែនតើដល់ពេលដែលយើងឃើញជាគំនរថ្មអញ្ចឹងបាទយើងដឹងថាកសាងប្រាសាទមួយគឺត្រូវការថ្មច្រើនខ្លាំងមែនតើបាទបងប្អូនទាំងអស់គ្នាឃើញចាក់ស្ដែងថ្មនេះធំមែនតើណាទម្ងន់មួយរាប់តោនអាចថាចុះខ្ទង់តោនបាទអញ្ចឹងវាបាក់បែកទ្រុឌទ្រោមរលំទៅបាទបង្កើតបានទៅជាគំនរនៃថ្មប៉ុន្តែបើសិនជាយើងសម័យទៅមើលពេលមុនដែលវាបាក់បែកសម័យមើលពេលដែលវានៅស្អាតនៅថ្មីមិនដឹងថាសម្រស់ល្អប៉ុណ្ណាបាទឃើញព្រោះបាទអូមើលទៅខាងមុខប្រាង្គមួយគឺមើលទៅកំពូលខាងមុខបើយើងធ្លាប់ទៅប្រាសាទបាយ័នយើងប្រកាសជាស្គាល់ហើយគឺមានរូបព្រំមុខ4បាទរូបព្រំមុខ4តាមកំពូលនីមួយបាទអញ្ចឹងយើងថតពីចម្ងាយតិចដើម្បីឃើញមុខព្រំច្បាស់បាទនេះព្រំមុខ4បាទព្រំមុខ4បាទគ្រប់កំពូលទាំងអស់សុទ្ធតែមានព្រំមុខ4បាទហើយកណ្ដាលនេះអត់មានព្រំមុខ4ទេជាប្រាសាទកំពូលប្រាសាទបាទអញ្ចឹងមិនដឹងថាព្រំមុខ4នៅទីនេះមានប្រមាណទេបាទហើយយើងងាកមកស្ដាំបន្តិចមកបាទឃើញថាបរិយាកាសស្ងប់ស្ងាត់បែបសំណោះសំណោកធ្វើឲ្យយើងជាអ្នកទស្សនាហ្នឹងមានអារម្មណ៍ថាស្លុងទៅក្នុងអារម្មណ៍មួយដែលពិបាកនឹងពណ៌នាវាប្រៀបបីដូចជាការស្ថិតនៅក្នុងសម័យកាលមួយដែលបុរាណធ្វើឲ្យចិត្តរបស់យើងនឹងវាសំណោះសំណោកមានអារម្មណ៍ថាស្ដាយខ្លាំងមែនទែនស្ដាយទៅលើប្រាសាទដែលស្អាតកាលពីមុនមិនដឹងថាសម្រស់ប្រាសាទនឹងស្អាតស្កឹមស្កៃល្អខ្លាំងប៉ុណ្ណាតែបែរជាមកស្ថិតនៅក្នុងព្រៃមួយដែលអត់មានមនុស្សរស់នៅហើយបាក់បែកទ្រុឌទ្រោមអញ្ចឹងធ្វើឲ្យអារម្មណ៍យើងវាដូចសង្កេតសង្កោចខ្លាំងមែនទែនបាទសង្កេតសង្កោចខ្លាំងអញ្ចឹងនេះគឺជាទិដ្ឋភាពប្រាសាទបន្ទាយឆ្មាហើយយើងនឹងបន្តដើរមើលទៅតាមខាងក្រោយនោះទៀតបាទទៅឲ្យដល់ខាងក្រោយនេះយើងចូលពីទិសខាងលិចទៅកើតបាទអញ្ចឹងយើងចាំទៅដល់ទិសខាងកើតយើងនឹងបន្តវីដេអូយើងទាំងអស់គ្នាបាទសូមអរគុណ